លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនៅរសៀលថ្ងៃច័ន្ទទី1ខែមិថុនាឆ្នាំ2026នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញជាអធិបតីនៅខ្ពង់ខ្ពស់ប្រកាសតែងតាំងទូតសូឆន្ទៈ UNICEF ប្រចាំនៅកម្ពុជានិងអបអសាទរទិវាកុមារអន្តរជាតិ1មិថុនាដែលរៀបចំឡើងដោយអង្គការ UNICEF ប្រចាំនៅកម្ពុជាក្រោមប្រធានបទរួមគ្នាដើម្បីកុមារគ្រប់រូបជាកិច្ចចាប់ផ្ដើមលោកជំទាវបណ្ឌិតសូមចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាបំផុតចំពោះការរៀបចំខួបលើកទី77នៃទិវាកុមារអន្តរជាតិ1មិថុនាខួបលើកទី25ទិវាពិភពលោកប្រឆាំងពលកម្មកុមារ12មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ2026ក្រោមប្រធានបទសន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារកុមារបន្ថែមលើសនេះលោកជំទាវបណ្ឌិតបានមានប្រសាសន៍ថ្លែងអំណរគុណនិងកោតសរសើរជូនអង្គការ UNICEF ប្រចាំនៅកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍មុននេះក្នុងការគាំទ្រដល់សុខភាពអាហារូបត្ថម្ភការអប់រំការការពារទឹកស្អាតអនាម័យនិងសុខុមាលភាពរបស់កុមារជាលទ្ធផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកុមារជាច្រើនទទួលបានឱកាសរៀនសូត្រសេវាសុខភាពល្អនិងការយកចិត្តទុកដាក់យ៉ាងដិតដល់លោកជំទាវបណ្ឌិតបានមានប្រសាសន៍សង្កត់ធ្ងន់ៗថាសម្រាប់កុមារសន្តិភាពគឺជាសុវត្ថិភាពនៅក្នុងគ្រួសារនិងជាឱកាសដែលកុមារអាចបានទៅរៀនសូត្រជាស្នាមញញឹមជាការលូតលាស់ដោយគ្មានការភ័យខ្លាចនិងជាក្តីសង្ឃឹមសម្រាប់អនាគតជាក់ស្ដែងផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមកបាននាំឲ្យកុមារកម្ពុជាជាច្រើនត្រូវព្រាត់ប្រាសគ្រួសារបាត់បង់លំនៅឋានសាលារៀនសេវាសាធារណៈនានាដែលធ្វើឲ្យឱកាសរបស់កុមាររងគ្រោះត្រូវកាត់ផ្តាច់យ៉ាងធំធេងលោកជំទាវបណ្ឌិតក៏បានបញ្ជាក់បន្ថែមទៀតថាថ្មីនេះយើងក៏ទើបបាននឹងបើកយុទ្ធនាការ 10000 រៀល 10000 នាក់ដើម្បីគាំទ្រដល់សុខភាពការអប់រំនិងសុវត្ថិភាពរបស់កុមារកម្ពុជាព្រោះថាការការពារកុមារគឺជាការការពារអនាគតរបស់ប្រទេសជាតិយើងលោកជំទាវក៏បានសូមអំពាវនាវឲ្យចូលរួមគ្នាទប់ស្កាត់អំពើហិង្សាលើកុមារការរំលោភបំពានផ្លូវភេទកុមារទប់ស្កាត់ឲ្យបាននៅពលកម្មកុមារបញ្ហាសុវត្ថិភាព Digital និងត្រូវធានាថាកុមារគ្រប់រូបត្រូវទទួលបានការថែទាំសេចក្តីស្រឡាញ់សុវត្ថិភាពក្តីសង្ឃឹមការអប់រំនិងឱកាសស្មើគ្នាពីខ្ញុំបាទសេងខ្មែរ